បងទាប្រៃចំហុយជាមួយនឹងសាច់ជ្រូកមកមុខនេះសម្រាប់អ្នកអត់ចូលចិត្តប្រហុកត្រូវខ្លាំងហ្មងគ្រឿងផ្សំអត់មានច្រើនទេបងទាប្រៃ3គ្រាប់បងទាសា1គ្រាប់សាច់ជ្រូក1ជ្រែកហើយជាមួយនឹងលក់បងប្អូនចូលចិត្តបន្លែអីបងប្អូនទិញនឹងមកអានេះខ្ញុំមាននៅក្នុងទូប៉ុណ្ណឹងដំបូងឡើយខ្ញុំចាប់ផ្ដើមនឹងការគោះបងទាប្រៃយកផ្នែកសនិងផ្នែកក្រហមចេញពីគ្នាបន្ទាប់មកចាប់ផ្ដើមយកផ្នែកក្រហមនឹងមកច្រាំជាមួយសាច់ជ្រូកបន្ថែមដើម្បីឲ្យវាម៉ត់ចូលគ្នាអញ្ចឹងណាពេលដែលបងប្អូនកច្រាំនឹងកុំភ្លេចថែមជាមួយមើមខ្ទឹមសជាមួយនឹងខ្ទឹមក្រហមផងដើម្បីឲ្យវាឈ្ងុយច្រាំហើយយើងយកមកដាក់ចានដើម្បីផ្សំទឹកពងទាប្រៃដែលនៅសល់ហ្នឹងគឺយើងយកមកកន្លប់កូរជាមួយនឹងសាច់ជ្រូកបាញ់មិញណាពងទានេះខ្ញុំទុកដាក់ថែមបន្ទាប់មកយើងថែមជាមួយនឹងទឹកសទឹកត្រី1ស្លាបព្រាជាមួយនឹងស្ករ2ស្លាបព្រាបន្ទាប់មកទៀតប៊ីចេងកន្លះស្លាបព្រាជាមួយនឹងរ៉ូឌីបន្ថែមកន្លះស្លាបព្រាទៀតដែរគ្រឿងផ្សំប៉ុណ្ណឹងសម្រាប់សាច់ជ្រូក1ខាំពងទា3គ្រាប់គឺឆ្ងាញ់ហ្មងប៉ុន្តែបើសិនជាបងប្អូនចូលចិត្តក្លិនប្រហុកដូចខ្ញុំលួចបន្ថែមប្រហុកតិចផងបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ចំហុយដំបូងឡើយថាចំហុយជាមួយអាចារ្យមិនហ្នឹងទេប៉ុន្តែដោយសារតែក្របអត់ចិត្តអញ្ចឹងក៏ដូរចានវិញបន្ទាប់មកបន្ថែមជាមួយនឹងខ្ទឹមក្រហមពីលើទៀតហើយនឹងម្ទេសឲ្យមានសោភ័ណភាពស្អាតទៅពេលដែលពងទាយើងឆ្អិនបងប្អូនបន្ថែមជាមួយនឹងអាពងក្រហមចាក់ពីលើឲ្យមើលឃើញពណ៌ស្អាតតែប៉ុណ្្នឹងរួចរាល់ហើយម្ហូបនឹងក៏ងាយស្រួលធ្វើដែរហើយចំណាយអស់តិច